តពីការដើរលេងលោកមុនណាហើយឥឡូវនេះអត់ដឹងថាដល់ភេទទីម៉ានទេអញ្ចឹងអ្នកមើលខំធុងតិចហើយកាត់នៅយកខ្លួនឯងទៅហើយកន្លែងនៅបច្ចុកស្រស់ហ្នឹងគឺឆ្ងាញ់មែនតើនៅជិតផ្សារបាញ់ថាញ់ណាខ្ញុំទៅលើកណាគឺអត់ដែរចោលញ៉ាំនៅរហូតតទៅចូលញ៉ាំនំបច្ចុកហើយយើងក៏បានមក airport ដើម្បីធៀមហោះទៅខាងហាណូយហើយព្រៀនយន្តហោះនៅហូជីមិញហ្នឹងគឺមាន2ស្ថានីយ៍គឺស្ថានីយ៍ទី1សម្រាប់ហោះទៅក្រៅស្រុកហើយស្ថានីយ៍មួយទៀតគឺហោះនៅក្នុងស្រុកអញ្ចឹងសម្រាប់អ្នកដែលដំបូងក្នុងការជិះយន្តហោះនៅក្នុងហូជីមិញពេលយើងជិះតាក់ស៊ីយើងប្រាប់គេថាហោះក្នុងស្រុកគឺគេទម្លាក់យើងនៅក្នុងស្ថានីយ៍ហោះក្នុងស្រុកបើសិនជាយើងអត់ប្រាប់គេអញ្ចឹងទេគេនឹងទម្លាក់យើងនៅស្ថានីយ៍ហោះក្រៅស្រុកធ្វើឲ្យយើងខាត់ពេលហើយពីស្ថានីយ៍មួយទៅស្ថានីយ៍មួយគឺដើរទៅឆ្ងាយខ្លាំងមែនតើអញ្ចឹងបើសិនជាខាត់ពេលធ្វើឲ្យយើងឡេតម៉ោងក្នុងការឡើងយន្តហោះហើយការហោះហើរពីហូជីមិញទៅខាងហាណូយហ្នឹងមានរយៈពេល2ម៉ោងហើយមែនតើយន្តហោះដែលខ្ញុំជិះហ្នឹងគឺអត់បាន delay flight ទេបើអ្នកទាំងអស់គ្នាមានគ្នាតិចហើយចង់ saving cost នៅពេលដែលចេញពីពលាននៅខាងហាណូយខ្ញុំ recommend ឲ្យជិះ bus នៅពេលដែលចេញពីពលានគឺបត់ខាងស្ដាំដៃមាន bus station ព្រោះតម្លៃ bus ហ្នឹងគឺធូរមែនតើគេគិតក្នុងម្នាក់ប៉ុន្តែខ្ញុំអត់ចាំតម្លៃទេបន្ទាប់ពីជិះ bus ដល់ទីក្រុងហាណូយហើយគឺយើងបន្តជិះឡានក្រុងមកកាន់ខាងសាប៉ាគឺជាទីក្រុងមួយដែលស្ថិតនៅក្នុងខេត្តឡាវឆាយដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាមដែលមានព្រំប្រទល់ជាប់ទៅនឹងប្រទេសចិនហើយសម្រាប់អាកាសធាតុគឺរងសម្ពាធពីប្រទេសចិនជាមួយនឹងវប្បធម៌ដែលមានឥទ្ធិពលពីប្រទេសចិនផងដែរបើកន្លែងទៅមើលប្រជាជនវិញនៅក្នុងតំបន់នេះគឺសម្បូរទៅដោយជនជាតិភាគតិចហើយពួកគាត់ភាគច្រើនគឺជាកសិករដែលដាំដំណាំនិងធ្វើស្រែចម្ការផងដែរអ្វីដែលខ្ញុំសង្កេតឃើញភាគច្រើនអ្នកដែលមានចំនួនមុខរបរប្រកបអាជីវកម្មនៅក្នុងតំបន់នេះពួកគាត់ភាគច្រើនគឺសិតតែអ្នកវិនិយោគមកពីខេត្តផ្សេងពេលមកដល់ពួកខ្ញុំក៏បានចូលមកញ៉ាំអីនៅកន្លែងមួយដែលនៅជិតកន្លែងគេងហើយក៏បានកំងកាហ្វេដោះគោគេផឹកប៉ុន្តែកាហ្វេរបស់គេដាក់ទាំង fin មកហ្មងហើយដោះគោគេដាក់នៅខាងក្រៅអញ្ចឹងនៅពេលដែលឆុងហើយដាក់ដោះគោខ្លួនឯងនៅក្នុងតំបន់នេះ phở គឺជាម្ហូបល្បីប្រចាំតំបន់របស់គេព្រោះថានៅក្នុងតំបន់នេះគឺត្រជាក់អញ្ចឹងគេញ៉ាំ phở ទៅដើម្បីឲ្យមានកម្ដៅក្នុងខ្លួនបន្ទាប់ពីញ៉ាំអីហើយពួកយើងក៏នាំគ្នាជិះម៉ូតូដើរលេងពួកខ្ញុំមកដាក់ជិះម៉ូតូទៅខែនេះលើកបីមួយហើយជិះនៅលើផ្លូវភ្នំមានទាំងមានជើងកំហក់អូចង់និយាយថាពួកខ្ញុំរហដងធ្លាប់តែជិះម៉ូតូនៅខាងក្រោយគេដូបហើយចឹងសម្បីតែទៅខេត្តក៏យើងអត់ដែរជិះម៉ូតូទៅខ្លួនឯងដែរតែនេះលើកទី1ហ្មងគឺយើងជិះម៉ូតូខ្លួនឯងនៅលើផ្លូវភ្នំទៀតសម្រាប់គេជិះម៉ូតូឡើងខេត្តចុះឡើងចឹងទៅគេបត់សំខ្លួនឯងគេជិះម៉ូតូអត់អីតែសម្រាប់ពួកខ្ញុំជិះញាត់ដៃតតាត់ដោយសារតែសន្តានដីនៅនេះគឺអត់ស្មើគ្នាទេគឺប្រភេទភ្នំចង់ហើយបើសិនជាចោតគឺចោតខ្លាំងមែនតែនហើយបើកាច់តែងយកហ្មងតំបន់នេះធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនជាតិបារាំងអញ្ចឹងហើយសម្រាប់សំណង់អគារឬក៏រចនាបថអីផ្សេងហ្នឹងគឺបែបប្រាំងហើយពេលដែលពួកខ្ញុំទៅហ្នឹងគឺឆ្នាំមុនបន្ទាប់ពីព្យុះទីហ្វុងហើយពេលហ្នឹងគឺព្យុះសាហាវខ្លាំងមែនតែនដល់ថ្នាក់បាក់ស្ពានដាច់ផ្លូវហើយគេប្រកាសអាសន្នជំនឿប្រជាជនទៀតដល់ពេលដែលពួកខ្ញុំទៅហ្នឹងគឺបន្ទាប់ពីព្យុះទីហ្វុងហើយប្រហែលជា2សប្តាហ៍អញ្ចឹងហើយបានផ្លូវថ្នល់របស់គេអត់ទាន់ស្អាតហើយពួកខ្ញុំទៅហ្នឹងគឺដោយសារតែយើងបានកក់អីគ្រប់យ៉ាងអស់ហើយអញ្ចឹងបើសិនជាយើងអត់ទៅយើងស្ដាយលុយអញ្ចឹងក៏គិតថាសម្រាប់ចិត្តទៅតែដល់ពេលទៅអត់អីដែរហើយពួកខ្ញុំបានជិះមកលេងកន្លែងមួយមានឈ្មោះថា Cat Village ហើយយើងកំពុងមើលផែនទីហើយនៅក្នុងកន្លែងគេហ្នឹងវាធំហើយមិនទៅណាចោលណាឥឡូវដល់ទៅខ្លួនឯងទៅមើលទៅអីអត់ទៅនៅផែនទីកតាមែននេះណាមែននេះគេអា Google ដាក់អ៊ីនធឺណិតទៅវាលោតលោកគេទៅថាយកដល់ណាអញ្ចឹងដល់ទៅមើលឲ្យទៀងមួយអត់មានស្មាទេតែចឹងអស់មកភូមិហើយគាត់ឃើញស្មាមួយទេលុយឈ្មោះ Cat ទៀតទៅមានស្មាដល់អត់មានស្មាទៅគ្រាប់ខ្ញុំវិញជាប់ចិត្តដល់អារម្មណ៍ជាមួយនឹងសាច់ក្រកនេះហ្មងខ្ញុំញ៉ាំម្នាក់ឯងឡើងអស់ពីឆ្កាសាច់ក្រកហ្នឹងគេអាំងនៅលើថ្មហើយរសជាតិវិញធម្មតាតែប្លែកប៉ះជាមួយនឹងអាកាសធាតុត្រជាក់ហើយសាច់ក្រកនឹងក្តៅជាងទៀតអូយឆ្ងាញ់មែនតើបន្ទាប់ពីញ៉ាំហើយនឹងចាខ្ញុំហៅមកថតរូបនៅកន្លែងនេះគាត់ថា background ស្អាតណាស់ហើយខ្ញុំនេះវិញអត់មានទាំងអីទេខ្ញុំថតតាមចាខ្ញុំទេហើយខ្ញុំចេះតែសួរចាខ្ញុំវិញថាចាកុំភ្លេចថតឲ្យជាប់ចាបើថតអត់ជាប់ចាមាន story មួយខ្ញុំហ្មងចេះវិញថតរូបរួចហើយក៏ពួកយើងមកដល់កន្លែងជួរកៅអៅគេស្លៀកខ្ញុំស្លៀកហ្នឹងគឺជាឈុតបុរាណរបស់ប្រពៃណីជនជាតិម៉ងពេលយើងជួរហ្នឹងគឺគេធ្វើសក់ឲ្យយើងហើយគេមានឈុតហើយនឹងគ្រឿងអលង្ការឲ្យយើងពាក់ដែរយើងចង់ដើរស្លៀកកៅអៅហ្នឹងដល់មកមិនក៏បានដែរគេមានហាមកំណត់មកអីទេពេលខ្ញុំស្លៀកឈុតហ្នឹងគឺខ្ញុំប៊ីផ្កាប់មុខពេលដងហើយនិយាយទៅគឺជន់ជើងសពុតខ្លួនឯងរហូតសម្រាប់អ្នកដែលមានកម្រងថាមកលេងនៅ Cat Village ហ្នឹងគឺខ្ញុំ recommend ឲ្យមកលេងពេលព្រឹកព្រោះដោយសារតែភូមិហ្នឹងធំអញ្ចឹងយើងត្រូវការពេលច្រើនក្នុងការដើរលេងនៅក្នុងភូមិហ្នឹងហ្នឹងមិនសោះសិនជាយើងមកពេលល្ងាចយើងមកបានដល់ផ្លែទេគឺល្ងាចហើយនៅហ្នឹងគឺឆាប់យប់មែនតើ Yes
bây giờ pi chồng gái pi cái lại lên muối tới cái lại lên muối được nông sapa nó cứ ở trong ngày pi kia thế cái chiếc cái lỗ cứ tịch tịch cái lỗ ấy bàn tay bờ sân chỉ dương chỉ hiện dù đai bồ để xaแต่พลอยนั่งจิวเพชรพลอยพนมเก่าไหมให้ยมปีนี้อันเจน้องพี่หอนนักเคยคือน้องพี่มันดักได้คือดาลังจะดาเนี่ยให้โซ่แต่สวดดาลูกให้มันสปอตดาลังนั่งจวนแต่สปอตครูนไอเต้ต่อมาเทียบยังก็มาจีอัลพายคอสเตอร์Alpine Coaster nhưng tính hỏi hai mà nè vì rồi đóng smile đóng không vậy rồi là Have a cheaper, either 50 đặt ở châu Joe Mall. Okay, one of the case. So remember, if you want the second time, only 100 per person, okay? อัลพายคอสเตอร์นั่งจีตัวโบงขนมมันเนี่ยออกผมบ่อยเดอลลาร์ปันได้เปอร์เซ็นต์จียังจีเลือกตีปีออกแต่มันเนี่ยบุญเดอลลาร์ตี các bác chạy tay nhưng trong chị ngồi tại anh của bán 10 pin nè mà tại được sao tại nhân gửi đi bên tờ chân đi chị pin nè tại tôi lại spot nó được tên lại pin nè ตามอพิซาวย้อมจีอัลพายคอสเตอร์นั่งจีมันเนี่ยอันเติมมันสบายโผล่จีปีเนี่ยเนี่ยมกเหียงกลมเพิ่มเหียงเซียวบนใต้เนี่ยคอยกดจีเตอร์คือทอมมาแหนโผล่ได้ซาแต่เนี่ยมกบังกดบาดใดจังเนี่ยตีปีนั่นคือกดอัดเซอร์บานนี่ให้กดกระไรแต่ไปจีจังเตอร์กดมีอารมณ์ท่าบานเคยหมกตัว không có video vậy à nè ôi người ta highly recommend mong should be try driver tốt gì ở chi chia vươn nhưng chấm tao driver nó khăn khởi về đây là nó nát lán trong đây thằng một đi driver nó khăn khởi ពួកញោមនិយាយថាឲ្យតែបានដើរលេងគឺអត់សូវនឹកឃើញបាយទឹកទេគឺភ្លេចអស់ហើយនិយាយទៅពួកដើរតែម្ដងហើយនេះគឺបាយថ្ងៃបាយល្ងាចគឺសរុបចូលគ្នាហ្មងតែបើសិនជាពេលញ៉ាំវិញនិយាយថាហៅឡើងពេញតុកហើយគឺញ៉ាំឡើងហេហល់ហ្មងគឺញ៉ាំនេះមួយគឺពួកខ្ញុំអត់ចេះរៀបរឹកទេហើយគឺត្រូវគ្នាតែហ្មងហើយពួកខ្ញុំក៏ទាញម៉ូតូជិះដើរលេងបន្តទៀតtụi bay nè tôi cha nào được rồi Ủa đây sao sẵn nóng để mình trong ra lên siêu khai ta lên bay nè là khổ cái đây ơi anh ta lên ខ្ញុំឃើញគេដើរលេងជាធម្មតាគេដើរលេងពេលថ្ងៃមួយថ្ងៃពេញហត់អញ្ចឹងគឺយប់ឡើងគឺគេសង្ងំគេញ៉ៃដើម្បីយកកន្លងដើរលេងស្អែកបន្តទៀតប៉ុន្តែពួកខ្ញុំអត់ទេចាគឺដើរហត់មួយថ្ងៃពេញហើយយប់ឡើងគឺដើរបន្តដល់កដាយប់ទៀតធីមខ្ញុំមានអ្នកខ្លះគាត់គេងអស់ហើយគាត់ថាគាត់ខ្ជិលដើរណាប៉ុន្តែពួកខ្ញុំ3នាក់នេះគឺអត់ទេចាតស៊ូខ្លាំងណាស់ជីទៅជីមកដើរមើល City គេឡើងពេញហ្នឹងនៅ City Center គេហ្នឹងគឺអត់ធំទេគឺយើងជីតែពី3បកហ្នឹងគឺយើងចំណាំផ្លូវហើយទីក្រុងគេយប់ឡើងអត់មានអីលុបដែរហ្នឹងគឺស្ងាត់ជ្រាបជីបកទៅបកមកពីបៃជុំទៅក៏ឃើញកន្លែងអាំងសាច់នេះទៅនំក៏នាំគ្នាចូលសាកដាក់ម្នាក់ពី3ចង្កាក់សិនណា yes sạch héo các bạn sạch héo ở sạch khoang này tay sạch trong chiếc đau mơ cái anh cái khoang nhà đi street food នៅតាមផ្លូវវៀតណាមនេះគឺភាគច្រើនគឺគេអត់មានតុកមានកៅអីឲ្យយើងអង្គុយស្រួលបួទេគឺគេដាក់កៅអីអង្គុយហើយគឺគេយកកៅអីមួយទៀតយកមកធ្វើតុកគឺញ៉ាំបានហើយហាត់ហាត់តឡើយពីអ្នក3អ្នកបងប្អូនខ្ញុំណា ឡើយចូលព្រឹកថ្ងៃថ្មីជាថ្ងៃទី2នៅក្នុងទីក្រុងសាប៉ា come back ឥឡូវចូលមកដល់ប្លុកថ្ងៃទី2នៅសាប៉ាប៉ុន្តែដំណើរកំសាន្តរបស់យើងគឺថ្ងៃទី6នៃដំណើរកំសាន្តរបស់យើងហើយពួកយើងរៀមខ្លួនរួចហើយថ្ងៃនេះអាកាសធាតុល្អមែនទេបើថ្ងៃប៉ុន្តែបើថ្ងៃអញ្ចឹងគេច្រឡំពាក់អាវខ្លីៗអីកក់វិញនិយាយចឹងតែពាក់អាវប្រាក់ទេជីប្រងអូខេចឹងឥឡូវពួកខ្ញុំទៅញ៉ាំអាហារពេលព្រឹកបន្ទាប់ពីញ៉ាំហើយចាំយើងទៅដល់លេងលើភ្នំទាំងអស់គ្នាហើយយើងកំពុងបានទៅសាក់ឡាសាទៅទិញសបត់ជីខេបបខាទៅលើភ្នំផាន់សាតែតែពួកខ្ញុំនៅចិត្តនឹងណែស្រួលnó có đạo con ra được chân này តាមដល់នេះតាមគាត់កាត់តែមើលអូចាំខ្ញុំខ្ញុំមកបែកបោះtiêu phật như bạn anh ngay hả nó cái tham mau màn ngay nó lồng mía tay tao lát con lồng mía hai lấy con lồng mía sao anh hóa chi mà tôi lòng nhọt tập em tính spot 22 spot spot đi môi mình liền mà chất mình liền chất tay gì ត
ថ្លៃសម្បត្តិសម្រាប់ភ្ញៀវបរទេសឡើងភ្នំ Fancy Fun ហ្នឹងគឺរៀងថ្លៃដែរក្នុងម្នាក់គឺអស់$40អញ្ចឹងសម្រាប់អ្នកដែលធៀមចង់មកលេងនៅលើភ្នំ Fancy Fun ហ្នឹងគឺធៀមមួយថ្ងៃពេញក្នុងការដើរលេងនៅលើភ្នំនឹងសត្វហ្មងទៅហើយបើសិនជាចង់ដើរកន្លែងផ្សេងអីហ្នឹងយើងដើរឲ្យហើយទៅបើសិនជាចំណាយពេលនៅលើហ្នឹងគឺយើងត្រូវចំណាយពេលមួយថ្ងៃពេញព្រោះដោយសារថ្លៃសម្បត្តិរៀងថ្លៃដែរហើយនៅពេលដែលយើងឡើងទៅហ្នឹងយើងត្រូវជិះត្រេនហើយនឹង cable car អញ្ចឹងសម្រាប់ត្រេនហើយ cable car គឺមានម៉ោងរបស់គេឡើងចុះដែរក៏ពីជិះត្រេនហើយនឹង cable car ហើយគឺយើងត្រូវដើរឡើងទៅលើកំពូលភ្នំមកតង់ទៀតអញ្ចឹងត្រូវចំណាយពេលវេលាយូរដែរ ឥឡូវយើងជីកប្រភេទហើយអញ្ចឹងយើងកំពុងតែចាំខេបបោខាជីបានទៅលើមកតាំងទៀតយើងទៅមកចំណត់ទៀតទៅជីខេបបោខានៅខាងលើអើយើងដើរឡើង Dây bị choáng, hoa mắt, té ngã để đảm bảo an toàn trong quá trình ទ្រាំយើងដើរពីខាងខមកដល់ចំណត់កន្លែងកត្រកខ្សែកាបហ្នឹងគឺត្រូវរៀងចំណាយពេលយូរដែរហើយឥឡូវនេះយើងបានមកដល់កន្លែងចំណត់ជីកត្រកខ្សែកាបហើយកត្រកខ្សែកាបហ្នឹងជីកឡើងទៅលើគឺខ្ពស់មែនតើគឺយើងជីកកាត់មុខពពកហ្មងហើយជំរឿតិចទៀតណាគឺនៅខាងលើហ្នឹងឃើញពពកសុទ្ធហ្មងហើយអ្នកដែលជីកក្នុងហ្នឹងពេលជីកខ្ពស់ទៅឃើញពពកចឹងហើយនៅគ្នាស្រែកហូរគ្រប់គ្នាហ្មង តែបើគេមានមកតំណាក់ទៀតអាចដើរឡើងក៏បានអាចជីករថភ្លើងឡើងក៏បានតែសម្រាប់ខ្ញុំចង់ដើរឡើងខ្ញុំចង់ឲ្យបរិយាកាសនៅក្នុងខ្លួនយើងជិះពុំយើងចេះយើងសុំយើងទៅជិះ ឥឡូវសុំពុកឲ្យពុក តទៅពីយើងជីកកត្រកខ្សែកាបហើយគឺយើងមកដល់កន្លែងនេះហើយនេះអត់ទាន់ដល់កំពូលភ្នំទេគឺគេនៅមានមកចំណតទៀតដើម្បីឡើងដល់កំពូលភ្នំអញ្ចឹងសម្រាប់ភ្ញៀវទេសចរគាត់មានពីរជម្រើសគាត់អាចដើរឡើងក៏បានឬក៏គាត់អត់ចង់ដើរឡើងគាត់អាចទិញសម្បត្តិឡើងជិះត្រាំឡើងទៅដល់លើកំពូលភ្នំក៏បានដែរហើយបើនិយាយពីអាកាសធាតុវិញគឺត្រជាក់ខ្លាំងមែនតើខ្ញុំពាក់អាវក្រៅក្រាស់2ជាន់នៅខាងក្រៅ បាយបង អូជាក់ខ្លាំងហើយសំខាន់ពាក់អាវហើយអត់ស្នេះសោះងាកដៃព្រឹកវិញយើងងើបពីគេង12អង្សាបើឡើងមកលើនេះអាចលើសហ្នឹងមើលទៅអត់ដឹងប្រហែលអង្សាសាអត់ឡាន់ទេ ទូរស័ព្ទអត់សេវាឆែកមើលសិទ្ធិភាព សម្រាប់ខ្ញុំអាកាសធាតុតាំងពីជើងភ្នំដល់ចង្កេះភ្នំគឺត្រជាក់ខ្លាំងមែនទែនប៉ុន្តែនៅពេលដែលយើងឡើងមកដល់កំពូលភ្នំអាកាសធាតុគឺឡើងត្រជាក់ឲ្យមានអារម្មណ៍ថារៀងហប់វិញព្រោះដោយសារវាខ្ពស់ទៅចិត្តពលឺព្រះអាទិត្យខ្ញុំទៅចុះពីកត្រកខ្សែកាព្រីមកពាក់កៅអៅក្រៅឡើង2ជាន់តែដល់ពេលដើរឡើងដល់ធំចង្កេះភ្នំគឺចាប់ដើមដោះអាវក្រៅចោលអស់លេងមកពេលនៅចង្កេះភ្នំហ្នឹងអាកាសធាតុក៏នៅតែត្រជាក់ដែរពេលខ្ញុំដោះអាវក្រៅហ្នឹងខ្ញុំដោះអាវក្រៅចេញហ្នឹងគឺចង់ឲ្យរាងកាយរបស់ខ្ញុំហ្នឹងបានប៉ះផ្ទាល់នឹងធាតុត្រជាក់ហើយនឹងមិនស្មនឹងវាអានឹងប្រៀបដូចជាបញ្ហាចូលមកជីវិតយើងអញ្ចឹងនៅពេលដែលយើងជួបបញ្ហាដែលពិបាកច្រើនខ្លាំងគឺយើងខ្លួនឯងត្រូវមិនស្មនឹងវាហើយប្រឈមនឹងវាហើយនៅពេលដែលយើងដោះស្រាយនឹងប្រឈមបញ្ហាជាច្រើនកាន់តែយូរទៅធ្វើឲ្យយើងនឹងកាន់តែរឹងមាំហើយនឹងរីកចម្រើនហើយខ្ញុំមាន goal ចង់មកដើរលេងនៅសាប៉ាហ្នឹងគឺយូរដែរហើយអ្វីដែលចង់មកជាងគេហ្នឹងគឺមកឡើងមកដល់លើកំពូលភ្នំ Fancy Fun ហ្នឹងហ្មងហើយនៅពេលដែលខ្ញុំបានសម្រេច goal របស់ខ្ញុំគឺខ្ញុំបានដឹងថាកាប់ពិតហើយគោលដៅរបស់យើងដែលយើងដាក់ហ្នឹងគឺពេលយើងមកដល់គោលដៅគឺអត់មានអីទេ goal is nothing ប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺផ្លូវដែលយើងដើរទៅកាន់ goal ហ្នឹងតើយើង enjoy ហើយ happy នឹងការឆ្ពោះទៅកាន់ goal ហ្នឹងអត់ត្រឡប់មកវិញបើសិនជាយើងមាន goal យើងមាន goal ដើរទៅមុខប៉ុន្តែអាផ្លូវដំណើរដែលយើងទៅហ្នឹងគឺយើងអត់ enjoy ក្នុងការដើរទៅ goal របស់យើងក៏យើងអត់អាចបានទៅដល់ដែរហើយបើសិនជាយើងទៅអត់ enjoy ក្នុងការដើរទៅទេប្រកាសណាស់គឺយើងងាយក្នុងការដួលនិងបោះបង់ចោលពាក់កណ្ដាលទេហើយកន្លែងដែលខ្ញុំឈរហ្នឹងគឺជាកំពូលភ្នំ Fancy Fun និយាយទៅគឺអត់មានអីទេគឺមានតែប៉ុណ្្នឹងឯងហើយនេះពួកខ្ញុំបានចុះពីលើកំពូលភ្នំមកវិញហើយក៏ដើរលេងនៅសាប៉ាហ្នឹងគឺមានតែប៉ុណ្្នឹងទេប៉ុន្តែពួកខ្ញុំចេញពីហ្នឹងគឺអត់ទាន់មកផ្ទះវិញទេគឺយើងនៅតែដើរលេងនៅមកកន្លែងទៀតអញ្ចឹងចាំជួបគ្នានៅវីដេអូភាគបន្តទៀតហើយអរគុណណាសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់អរគុណបាយ